អ្នកលក់ត្រូវចេះនឹងគុណដល់អតិថិជនចុចមួយថោកអីនឹងដៃថ្លៃអីនឹងមាត់ចំពោះយើងជាអ្នករស់ស៊ីត្រូវតែទិញជាប់នៅក្នុងខ្លួនយើងនោះវាជាពរជ័យមួយសម្រាប់យើងជាអ្នករស់ស៊ីថោកអីនឹងដៃនៅពេលដែលអតិថិជនគាត់បានទិញទំនិញពីយើងលើកដៃសំពះគាត់បន្តិចទៅថ្លៃអីនឹងមាត់ពាក្យថាថ្លៃអីនឹងមាត់នឹងនិយាយភាសាសាមញ្ញអរគុណបងស្រីអរគុណបងប្រុសអរគុណពូមីងដែលបានជួយទិញនៅទំនិញរបស់ខ្ញុំនេះហើយគឺជាការមួយដែលទទួលបានពរជ័យពីគាត់រឿងអីដែលគាត់មិនជូនពរឬអីគាត់មិនអោយយើងទៅនិយាយតបស្នងសងគុណមកយើងវិញឬមួយក៏តបស្នងដោយសម្ដីពីរោះហើយនេះជាការសងគុណគាត់មួយដែលគាត់បានជួយទិញនៅទំនិញរបស់យើងគាត់នឹងឃើញនៅទង្វើល្អអេចាគាត់ល្អបាទចំណុច2ការចេះសងគុណចំពោះអតិថិជននោះវាជាការផ្សាយពាណិជ្ជកម្មមួយដោយមិនអស់លុយនោះទេគឺខុសពីយើងផ្សាយពាណិជ្ជកម្មទៅតាមបណ្ដាញផ្សេងដែលយើងបង់លុយទៅឲ្យគេតែបើចំពោះគាត់បើយើងគាត់ឃើញនៅយើងចេះការគោរពគាត់ចេះអឺហៅតែលើកដៃសំពះគាត់សងគុណគាត់នៅនឹងគុណគាត់ចំពោះការទិញទំនិញពីយើងយើងអរគុណគាត់សំពះគាត់នោះគាត់នឹងបានជួបគ្នាគាត់នៅតាមកន្លែងផ្សេងឬក៏ជួបគ្នាគាត់នៅតាមទីនានាគាត់នឹងនិយាយអមពីយើងទៅប្រាប់គ្នាគាត់ថាអូននេះល្អចេះអូននេះគោរពចេះហ្នឹងហើយគឺជារឿងមួយដែលល្អបំផុតសម្រាប់យើងជាអ្នកយើងមានផលិតផលល្អហើយមានគុណភាពដែលអតិថិជនគាត់យកទៅប្រើដោយដែលយកទៅប្រើហើយផ្ដល់ផលប្រយោជន៍ទៅឲ្យគាត់ហើយជាអ្នកលក់ប្រកបទៅដោយសុជីវធម៌ប្រកបទៅដោយសេចក្តីគោរពចំពោះគាត់ពីនោះវាជារឿងមួយដ៏ប្រសើរណាស់ហើយជារឿងមួយដែលគាត់ប្រពៃណាស់សម្រាប់យើងដែលជាអ្នករស់ស៊ីពីព្រោះកាលណាដែលយើងមានទំនិញដែលគាត់យកទៅប្រើប្រាស់ទៅវាមានគុណភាពទំនិញដែលយើងគាត់យកទៅប្រើទៅវាផ្ដល់សារៈប្រយោជន៍ទៅឲ្យគាត់នោះហើយវាជារឿងមួយដែលគាត់មិនអាចបំភ្លេចយើងបានទេហើយទី2ទៀតយើងប្រកបទៅដោយជីវៈយើងប្រកបទៅដោយសុជីវធម៌និងសេចក្តីគោរពចំពោះគាត់ទៅនេះហើយអ្វីដែលយើងធ្វើបន្តិចតួចនេះដើម្បីគាត់នោះគាត់មិនអាចបំភ្លេចយើងបានចំណុច4បើកចិត្តឲ្យទូលាយសប្បាយជាមួយនឹងអតិថិជនគ្រប់ពេលទោះបីជាយើងបានជួបគាត់ដោយចែកដន្យនៅតាមដងផ្លូវក៏ដោយយើងសម្ដែងការគោរពជាមួយគាត់ដោយអោនគោរពឬក៏ញញឹមដាក់គាត់ដោយក្តីស្រឡាញ់ការអោនងក់ក្បាលគោរពគាត់ឬអោនគោរពគាត់បន្តិចឬក៏លើកដៃសំពះគាត់បន្តិចហើយដោយចៃដន្យវាគ្មានការព្រៀងទុកធ្វើឲ្យគាត់សប្បាយចិត្តដែលគាត់នឹកឃើញថាអូននេះមិនមែនវាគួសមវាអូននេះមិនមែនគួសមតែកន្លែងវាលក់ដូរទេនៅជួយទិញវាណាអឺគាត់តែយើងជួបតាមផ្លូវក៏គេចេះគោរពយើងគេចេះអោនលំទោនហើយញញឹមដោយស្រស់ទៅរកគាត់ញញឹមដោយក្តីស្រឡាញ់ញញឹមដោយគ្មានបង្កប់តែដោយភាពថាមិនកលអីចឹងណាអញ្ចឹងញញឹមដោយការស្រឡាញ់ទៅគាត់គិតថាអូល្អអញ្ចឹងទោះបីជាគាត់ថ្ងៃណាមួយទៅតំណែងយើងអស់ប្រើឬមួយគាត់នៅឆ្ងាយមិនបានមកក៏គាត់អាចតែចាក់ចូលទៅគាត់យើងយកទៅឲ្យគាត់នៅកន្លែងណាមួយជាមិនខានទេបាទអញ្ចឹងការគោរពការឲ្យតម្លៃហើយញញឹមទៅដោយសេចក្តីស្រឡាញ់គឺវាជារឿងមួយល្អណាស់សម្រាប់យើងជាអ្នករស់ស៊ី5ការដឹងគុណចំពោះអតិការដឹងគុណចំពោះអ្នកដែលបានជួយយើងនោះទោះបីជាយើងប្រកបប្រមរកស៊ីអីក៏វាបានច្រើនដែរពីព្រោះយើងបានតបស្នងសងគុណទៅគាត់វិញដោយក្តីគោរពនិងការស្រឡាញ់ទោះបីជាមនុស្សមួយចំនួនមើលមិនឃើញយើងក៏គង់តែទេវតាមើលឃើញដែរការចេះតបស្នងសងគុណចំពោះអ្នកដែលបានជួយយើងមិនចេះស្រយុតទេពាក្យថាតែងតែចាស់ដៅកូនចៅឬមួយក៏កូនក្មួយគាត់ទាំងខ្ញុំក៏ដោយក៏មានកូនក្មួយខ្ញុំធំដូចតែខ្ញុំតែងតែបដៅទៅកូនក្មួយខ្ញុំយើងហូបបាយគេមួយចានមួយពេលគឺយើងជំពាក់គុណគេហើយអញ្ចឹងយើងត្រូវទៅរកពេលណាមួយដើម្បីសងគុណគាត់វិញទៅតាមអ្វីដែលយើងអាចធ្វើទៅបានអញ្ចឹង
ចុះជំរាំយើងជាអ្នករស់ស៊ីបើអតិថិជនគាត់មកជួយទិញទំនិញយើងសឹងតែគ្រប់ពេលគាត់សហការរស់ស៊ីជាមួយយើងសឹងតែគ្រប់ថ្ងៃរឿងអីដែលយើងមិនត្រូវតបស្នងសងគុណគាត់មានអ្វីដែលយើងអាចតបស្នងសងគុណគាត់បានទៅតាមដោយក្តីយើងអ្នកលក់ជួកាលវាមានអីជួកាលអាចមានរបស់ថែមយើងថែមជូនគាត់ទៅបើអត់មានរបស់អីវាមានតែស្នាមញញឹមការគ្រប់ដោយក្តីស្រឡាញ់នឹងហើយជាការមួយដែលយើងសងគុណគាត់ហើយបើការយើងចេះតបស្នងសងគុណចំពោះអ្នកដែលបានជួយយើងអ្នកដែលបានអឺទំនុកបំរុងយើងនេះហើយមិនចេះប្រយុទ្ធទេកុំឲ្យតែយើងរមើគុណពាក្យដែលតែងចាស់ចាស់គេថាកុំឲ្យតែយើងរមើគុណកូនចៅឬក៏កូនក្មួយដែលមានការដឹងគុណចំពោះអ្នកមានគុណទោះបីទៅដល់ទីណាក៏មិនចេះសយុទ្ធទៅដល់ទីណាក៏មានសេរីមង្គលដែរដោយសារអីដោយសារទេវតាល្អៗតាមថែរក្សាជីវិតបាទអរគុណជួបគ្នាវីដេអូក្រោយទៀត